សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកមើលពីរបៀបចំហុយផ្សិតបងប្អូនជាដំបូងយើងគូសពងទាដាក់មកតែថ្ងៃនេះខ្ញុំដាក់ពងទារៀងច្រើនដែរបងប្អូនខ្ញុំដាក់3គ្រាប់គូសវាកាលពិតទៅម្ហូបនេះខ្ញុំអត់ដែលញ៉ាំទេតែមិនបានប្តីខាងព្រៃវែងនេះបញ្ចេះញ៉ាំចំហុយផ្សិតចំហុយជាមួយពងទាកាលពីមុនអត់ដែលញ៉ាំទេតែឥឡូវប្តីគេចង់អញ្ចឹងទៅគេប្រាប់ពីវិធីធ្វើអីចឹងណាដល់ពេលធ្វើទៅក៏ឆ្ងាញ់មួយយ៉ាងអីចឹងណាឥឡូវយើងគូសពងទាហើយយើងមកដាក់គ្រឿងស្ករប៊ីចេងម្រេចទឹកត្រីអីចឹងហើយយើងកូរវាឲ្យសព្វហើយបានយើងដាក់ផ្សិតបងប្អូនឥឡូវយើងចាប់ផ្ដើមដាក់ផ្សិតហើយយើងដាក់ផ្សិតយើងកូរវាឲ្យសព្វមួយពងទាហ្នឹងបងប្អូនឲ្យវាចូលជាតិហើយយើងដាក់ស្លឹកខ្ទឹមរាងច្រើនតិចមកឲ្យវាឈ្ងុយអីចឹងណាបើសិនជាយើងអាចយើងចំហុយឥឡូវឆ្អិនហើយបងប្អូនហើយឆ្អិនហើយទំនងអត់បងប្អូន